បាទសួស្តីបងប្អូនពូមីងទាំងអស់គ្នាថ្ងៃនេះមកឆ្លើយនឹងសំណួរបងប្រុសបងប្អូនពូមីងទាំងអស់គ្នាឥឡូវទៅមើល comment មកគាត់សួរខ្ញុំទាំងអស់គ្នាបងប្អូនណាចង់ធ្វើសម្រាប់ភ្ញៀវ250នាក់បងតើប្រើត្រីនិងគ្រឿងខ្ទិះប៉ុន្មានបងបាទឥឡូវនេះគឺបងប្រុសយកกระดาษយកមកកត់ទុកបងប្រុសណាបាទសម្រាប់គ្រឿងនេះគឺខ្ញុំប្រាប់ធំ60លីត្របងប្អូនទឹក60លីត្រណាបាទទឹក60លីត្រហើយចាំចុងវីដេអូចាំខ្ញុំប្រាប់ថាត្រូវធ្វើប៉ុន្មានផ្ទះទៅគ្រប់បងប្អូនបាទអំបិលស4ខាំកន្លះអំបិលស៊ុប4ខាំកន្លះស្ករ1គីឡូកន្លះទឹកត្រី9ខាំប៊ីចេង3ខាំត្រី20គីឡូខ្ទិះដូង15គីឡូទឹក60លីត្រគិតទាំងទឹកប្រហុកគិតទាំងខ្ទិះដូងគិតទាំងទឹកធម្មតាសម្រាប់ទឹកដុំស៊ុបខ្នុរ2ប្រក់12ប្រអប់បាទអធិស្ឋាន12ប្រអប់បាទវាស្មើនឹង24ដុំទូចៗណាបាទហើយនឹងប្រហុក6ខាំអានេះសម្រាប់ទឹក60លីត្រសម្រាប់មួយខ្ទះត្នោតតែបើបងប្រុសធ្វើសម្រាប់ភ្ញៀវ250នាក់បងប្រុសអាចស្ល2ខ្ទះបាទក្នុងមួយខ្ទះបងប្រុសដាក់គ្រឿងតាមខ្ញុំនឹងមកបាទដាក់គ្រឿងដែលខ្ញុំហៅអំបញ្ញមិញបាទហៅអំបញ្ញមិញប្រាប់បងប្រុសនឹងដាក់មួយខ្ទះដាក់គ្រឿងប៉ុណ្ណឹងមកខ្ទិះនិយាយរួមទៅគឺដាក់តាមខ្ញុំទាំងអស់តែម្ដងអត់មានប្រែប្រួលអីទេបាទតែបងប្រុសបញ្ជាក់គឺយកអញ្ជីងណាដែលល្អណាបាទកុំយកអញ្ជីងណាងាប់ភ្នែកហើយទៅថ្លឹងតាមខ្ញុំឲ្យលេងដាក់ទៅលើហ្នឹងវាមិនបាទអត់កើតទេអញ្ចឹងហើយបងអាចរកអញ្ជីងណាដែលថ្មីបន្តិចបាទយើងអាចទុកចិត្តបានបាទកុំឲ្យដល់ពេលទឹកដល់ច្រមុះទៅប្រៃខេះឬមកក៏ហូបអត់កើតបាទអញ្ចឹងហើយសូមអធិស្ឋានផងបាទហើយបើគ្រឿងគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចខ្ទឹមសរមៀតគល់ស្លឹកគ្រៃបងប្រុសអាចទិញ5គីឡូរមៀតទិញ1គីឡូកន្លះខ្ទឹមស2គីឡូរំដេង1គីឡូស្លឹកក្រូចសើច3ខាំបាទអាហ្នឹងសម្រាប់យើងស្ងោរត្រីនិងធ្វើគ្រឿងស្លបាទបើបងប្អូនពូមីងទាំងអស់គ្នាចង់បានរូបមន្តទឹកសោះឆាប្រៃផ្អែមគឺអាចតាក់ទងមកខ្ញុំបានបងប្អូនពូមីងទាំងអស់គ្នាតម្លៃសមរម្យបងប្អូនណាគឺតាក់ទងខ្ញុំតាមលេខទូរស័ព្ទនឹងមកបងប្អូនពូមីងទាំងអស់គ្នាបាទនេះបងប្អូននេះអានេះទឹកសោះឆាឡុកឡាទឹកសោះប្រឡាក់សាច់បាយស្រូបទឹកសោះប្រឡាក់សាច់អាំងលាបសាច់អាំងបងប្អូនគឺមានគ្រប់សពតែម្ដងបងប្អូនពូមីងទាំងអស់គ្នាណាបាទហើយសង្ឃឹមថាបងប្រុសយល់នឹងវីដេអូមួយនេះបញ្ជាក់បងប្អូនពូមីងទាំងអស់គ្នាណាអានេះសម្រាប់ខ្ញុំគិតនេះគឺសម្រាប់ភ្ញៀវ300នាក់បងប្អូនបាទសូមអរគុណសូមជម្រាបលាបាយបាយ